គ្នាយើងធ្លាប់ឮទេថាការញ៉ាំផ្លែល្ហុងអាចជួយឲ្យពោះវៀនរឹងមាំនិងធ្វើឲ្យការរំលាយអាហារដំណើរការកាន់តែល្អប្រសើរប៉ុន្តែគ្នាយើងមិនធ្លាប់ដឹងទេថាផ្លែឈើមួយប្រភេទនេះក៏មានគុណប្រយោជន៍ដ៏ល្អឯកនៅក្នុងការសម្រកទម្ងន់ផងដែរនោះទី1សម្បូរទៅដោយជាតិសរសៃចំពោះអាហារដែលសម្បូរទៅដោយជាតិសរសៃខ្ពស់មានប្រសិទ្ធភាពនៅក្នុងការជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការយ៉ាងរលូននិងជួយឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរកត្តាទាំងនេះហើយដែលអាចជួយឲ្យយើងអាចសម្រកទម្ងន់បានយ៉ាងឆាប់រហ័សពីរប្រឆាំងនឹងការរលាកទន្ទឹមនឹងនោះផងដែរផ្លែល្ហុងក៏ជាប្រភពនៃសារធាតុ papain ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយការរលាកនៅក្នុងរាងកាយយោងទៅតាមការសិក្សាស្រាវជ្រាវបានបង្ហាញថាការរលាកអាចរាំងស្ទះគ្នាយើងនៅក្នុងការសម្រកទម្ងន់ដោយប្រសិទ្ធភាពទី3ជួយសម្រួលដល់ការរំលាយអាហារជាមួយគ្នានេះដែរផ្លែល្ហុងផ្ទុកសារធាតុ papain និង chemopapain ដែលអាចជួយសម្រួលដល់ការរំលាយអាហារនិងប្រឆាំងនឹងការទល់លាមកបន្ថែមពីនេះផ្លែល្ហុងក៏អាចជួយបង្ការនិងព្យាបាលការរលាកក្រពះបានយ៉ាងអស្ចារ្យដោយដែលយើងបានដឹងស្រាប់ហើយថាពោះវៀននិងប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការសម្រកទម្ងន់ទី4ជួយបន្សាបជាតិពុលមិនត្រឹមតែប៉ុណ្ណោះផ្លែល្ហុងសម្បូរទៅដោយសារធាតុសរសៃដែលអាចជួយបន្សាបជាតិពុលនៅក្នុងប្រព័ន្ធរាងកាយនិងសម្អាតពោះវៀនទី5ប្រឆាំងនឹងការចម្លងមេរោគជាក់ស្ដែងគ្នាយើងខ្លះប្រឈមនឹងបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯងដែលរារាំងដល់ដំណើរការប្រព័ន្ធនៃរាងកាយនិងបណ្ដាលឲ្យមានការឡើងទម្ងន់ផ្លែល្ហុងជាប្រភពនៃសារធាតុប្រឆាំងនឹងមេរោគព្រមទាំងប៉ារ៉ាស៊ីតដែលជួយប្រឆាំងនឹងជំងឺក៏ដូចជាការចម្លងមេរោគផ្សេងៗទី6មានកាឡូរីទាបចំពោះផ្លែល្ហុងចំនួន100ក្រាមមានកាឡូរីតែ43កាឡូរីប៉ុណ្ណោះលើសពីនេះផ្លែឈើមួយប្រភេទនេះក៏សម្បូរទៅដោយវីតាមីន C កាល់ស្យូមវីតាមីន A ម៉ាញ៉េស្យូមហ្វូឡេតនិងប៉ូតាស្យូមផងដែរដោយសារតែមានជាតិសរសៃខ្ពស់ទើបផ្លែល្ហុងគឺជាប្រភពនៃសារធាតុជាតិទឹកព្រមទាំងជួយឲ្យយើងឆ្អែតបានយូរនិងបញ្ចេញម៉ូលេគុលខ្លាញ់ទី7ជួយបំបែកជាតិខ្លាញ់ផ្លែល្ហុងក៏ជាភ្នាក់ងារដុតបំផ្លាញជាតិខ្លាញ់ដ៏ល្អបំផុតផ្លែឈើមួយប្រភេទនេះមិនត្រឹមតែជួយបំបែកនិងកម្ចាត់ជាតិខ្លាញ់ TANFA និង lipid ដ៏គ្រោះថ្នាក់ប៉ុណ្ណោះទេថែមទាំងជួយចិញ្ចឹមបំពង់រាងកាយរបស់យើងថែមទៀតផងដូច្នេះបើសិនជាបងប្អូនចង់បានរាងស្អាតកុំភ្លេចជ្រើសរើសផ្លែឈើមួយប្រភេទនេះចូលនៅក្នុងរបបអាហាររបស់លោកអ្នក